សួស្តីថ្ងៃទី1 ខែកញ្ញាម៉ោង 2:19 នាទីបានកំងមួយជើងហើយទៅរៀងឆ្ងាយក្រនបានដែរ40ម៉ាយជាងម៉ោងកំងគាត់គឺម៉ោង 2 កន្លះហើយបានលុយ$46លុយគិតទៅមុនថ្ងៃនេះបងរត់តែគម្រោងរត់តែ3ម៉ោងទៅ4ម៉ោងទេកញ្ញាមកហូបការគេវិញរត់ឡានថ្ងៃនេះគឺដើម្បីយកលុយទៅលុយចង់ដៃកាមិនដាក់ភ្ញៀវរួចហើយគាត់ដូនជីសាសនាគ្រិស្ត2នាក់ឥឡូវស្លុយចុងក្រោយបាន$46ហើយក៏ថែម tip ឲ្យ$10ទៀតបាន$56ជើងទី1ពេលនេះដាក់ GPS ទៅផ្ទះបដាហើយទុកមកមិញហ្នឹងខ្ទង់ជា1ម៉ោងចឹងអាចគ្រប់100ហើយចូលផ្ទះបានឥឡូវនេះបានជើងទី2ហើយពីកន្លែងខ្ញុំនេះទៅដាក់លោកយាយ2នាក់នឹងមិញហើយទៅមានម្នាក់នេះក៏ទៅ Boston ឃើញលុយគិតទឹកមុនមិញបាន$36ចិត្តគ្រប់100មែនតើតិចទៀតហើយអញ្ចឹងបើសិនជាមានពី Boston ទៅផ្ទះមួយទៀតមកអូថ្ងៃនេះលុយមកដាក់អ្នកទី2ចុះរួចហើយគ្នាឡើង4នាក់ឡើងធ្ងន់ឡានយប់មកបានលុយមិញ$39ហើយឲ្យ tip ថែម$10ទៀតមក49អញ្ចឹងខ្ញុំបាន100ជាងហើយឥឡូវទៅផ្ទះបដាមនុស្សច្រើនហ្នឹងថ្ងៃនេះឥឡូវនេះបានជើងទី3ហើយចេញពីទីក្រុង Boston ហ្មងទៅផ្លូវទៅ Burlington មិញហ្នឹងឃើញលុយបាន$19បាទថ្ងៃនេះប្រហែលជាថាជាថ្ងៃហេងមួយឯងក្នុងចំណោមថ្ងៃដែលហេងផ្សេងទៀតបានចូលផ្ទះលឿនបាទឥឡូវនេះម៉ោង5គត់ហ្មងជិតដល់ផ្ទះមែនតើនៅ Woburn បានលុយ$125 2ម៉ោងកន្លះប្រហែលជាកន្លះម៉ោងទៀតដល់ផ្ទះបើអត់ភ្ញៀវតែបើមានភ្ញៀវនឹងអាច1ម៉ោងទៀតអីឥឡូវដល់ផ្ទះហើយចាក់សាំងមុនចូលផ្ទះថ្ងៃក្តៅល្អម៉ោង5កន្លះមិញមកពី Woburn អត់មានភ្ញៀវទេមកតាមផ្លូវសរុបម៉ាយអស់80ម៉ាយហើយគិតជាគីឡូវា128គីឡូហើយចាក់សាំងប្រហែលជា$15បានលុយសរុបថ្ងៃនេះ$125ចូលផ្ទះមួយទឹករៀបចំខ្លួនទៅហូបការគេ